Hello សួស្តីអ្នកគ្នាថ្ងៃនេះ admin នឹងយកភាគទី3 បុកទី4មកសម្រាប់ស្ដាប់ចឹងណាពួក admin ថ្ងៃនេះសប្បាយចិត្តអីចឹងហើយតើឥឡូវចូលដល់ភាគរបស់យើងហើយមិនចូលកុំអ្នកគ្នាកុំភ្លេចចុចមេដៃបើអ្នកមិនទាន់មកចឹងអ្នកគ្នាកុំភ្លេចចុច subscribe និងសញ្ញារូបដឹងដើម្បីបានវីដេអូថ្មីចាប់ទៅបែបមក admin យូចូលភាគទី3បុកទី4អ្នកគ្នាបុកទី2រស់និយមរបស់បងដូចខ្លួនធ្ងន់ពេកហើយបងចូលចិត្តនារីណាម្នាក់ទោះបីនាងមានខ្លួនបែបណាក៏បងមិនខ្វល់អូយម៉ែចិត្តបើគិតតែខ្វល់រឿងនោះហើយបំភ្លេចចោលទេពកោសលរបស់នាងនោះយ៉ាងម៉េចវិញអូយអន្តោតព្រះរាមនេះបងនិយាយលេងទៅបងគ្រាន់តែស្មោះតាមជាក់ស្ដែងស្រីម្នាក់នេះចេះដាក់ខ្លួនហើយកុកកំប្លែងថែមទាំងឆ្លាតទៀតផងនាងសមនឹងទទួលបានក៏គោរពពីបងស្រឡាញ់គេហើយបងប្អូនស្រឡាញ់គេមែនទេស្រឡាញ់គេម្នាក់ឯងបែបណៃទៅក៏ចាស្ទីស្រ័យថ្ងៃនេះដំណាក់លោកឧត្តមសេនីយ៍ច្បាប់ជាក្តៅក៏ក្រឹកហើយការយាមការក៏មិនសូវតឹងតែងដែរបងមានគម្រោងចង់ទៅជួបនឹងមនុស្សម្នាក់ប្រូទេមែនតាក៏រកដំណាក់គ្រួសារសិនបំលែកអ្នកនាងម៉ែក៏អ្នកនាងប្រឡាក់សុទ្ធតែឈាមនៅនារីម្នាក់នេះគឺជាអ្នកបម្រើរបស់ចាអីគេទៀនម៉ាយើងនឹងអ្នកគ្នាហើយនាងមានឈ្មោះថាស៊ីវមីងនាងគឺគូនដឹងអ្នកនាងធ្វើបែបអ្នកនាងទៀតហើយដូចជាជ្រុលពេកហើយអ្នកនាងបំអានេះសំទីណានាងជាអ្នកបម្រើដែលចិត្តស្និទ្ធនិងតែងតែស្មោះត្រង់ជាមួយនឹងម្ចាស់រូបរាងដើមស៊ីវមីងចាកុំយំអីស៊ីវមីងខ្ញុំមិនអីទេកុំបារម្ភល្អស៊ីវមីងឈប់យំតោះទៅផ្ទះរឿងមួយដែលត្រូវធ្វើគឺទៅយកអ្វីដែលជារបស់នាងត្រឡប់មកវិញហេតុអីក៏មានអារម្មណ៍ថាអ្នកនាងខុសពីមុនទៅដំណាក់សិនមានទីហ៊ានយាមការពេញទឹកពេញដីមិនថាកំពុងប្រជុំឬក៏ជប់លៀងអីខ្ញុំត្រូវតែចូលទៅឲ្យបានបោះប៉ែងហើយដូចតែយើងក៏បានគិកជិញចឹងណាតែគិកជិញបែកក្បាលងាប់បាត់ដែរចង់ធ្វើឃាតមើលទៅលោកឪពុកនេះដូចជាមិនខ្វល់ពីនាងសោះមេតបសិនសៀវម៉ែចង់អានឆោអូមកតាមការកាយវិការទៅគឺកំពុងចាំអូនមកដល់តើឬថាកែមជឿពីរបស់អ្នកនាងធំនឹងព្រះរាជបុត្រត្រូវរំសាយហើយពេលនេះលោកម្ចាស់ខឹងខ្លាំងណាស់នាងនៅតែមានមុខទៀតមានហើយបើខ្ញុំជានាងប្រហែលទៅលោទឹកម៉ាក់អើយបាត់ហើយមានមុខអាណាសមនឹងរស់នៅឬលោកនេះទៀតគ្រាន់ថាមនុស្សខ្លះមកក្រាថាមិនត្រូវដែរវាមិនចំណេញទេបើរំសាយកាប់ស្ពារបស់ឯងមើលទៅនាងមើលណាលេបចូលហើយណាមួយខាងនោះជាព្រះអង្គផងមកបាននិយាយពីជំងឺក្នុងខ្លួនតាមជីមចោគឺនៅជ្រៅហើយពិបាកស្មានជាជំងឺមកពីណាជាថ្នាំពោលច្បាស់ណាស់ហើយអ្នកដែលដាក់ថ្នាំច្បាស់ជាម៉ែកូនបំបែកមិនចេញជប់គ្នាដូចចាខ្វៃនោះហើយថ្នាំពោលប្រភេទនេះទោះជាមិនធម្មតាហើយក្បោះជ្រៅក្នុងក្នុងរាងកាយមនុស្សនឹងពិបាកបន្សាបដោយប្រើថ្នាំទូទៅធម្មតា
តែខ្ញុំជាអ្នកណាព្រះមេដាឆ្នាំពោស្មោះចាស់លលែកតែនាងប្រើអំពើថ្មបរឿងប៉ុណ្ណឹងកំប៉ែកំប៉ុកណាខំតែឆ្ងល់ថាម៉េចបានដំណាក់ចេញតែក្លិនស្អុយស្អុយតាពិតគឺនាងធំត្រឡប់មកសោះធំក្លិនមកតាំងពីចម្ងាយប្រហែល10គីឡូហើយអេមីងធំក្លិនតាំងពីចម្ងាយដែរឬខ្ញុំស្មានថាមានតែច្រមុះឆ្កែតែដែលពូកែហិតក្លិនបានចម្ងាយបែបនេះឯងស្រីចង្រៃនេះហ៊ានប្រដូចយើងនឹងឆ្កែនឹងសិតឆ្កែនៅចំពោះមុខមនុស្សជាច្រើនខ្ញុំឮច្បាស់ណាស់នាងហ៊ានថាចូលស៊ីថាជាឆ្កែពិតជាក្លាហានមែនខ្ញុំចាំបានថាពីមុនឲ្យតែចូលស៊ីនិយាយដល់ឈ្មោះនាងខ្លាចចង់លែងនុកឌិកណូមហើយចាំមើលមានរឿងល្អមើលហើយតាមចរិតរបស់ចូលស៊ីប្រកាសជាមិនឲ្យនាងរួចខ្លួនទេច្បាស់ជាឆៃបបុនហើយយើងកុំតន់សប្បាយចិត្តពេកយើងនៅមានផ្លូវចាត់ការនាងច្រើនទៀតព្រះអើយនាងដោះស្លាប់ហើយឥឡូវនេះពិតជាពិសេសខុសគេមែនតែហ៊ានទៅផ្ដាច់ពាក្យពីព្រះអង្គម្ចាស់មុនដំណាក់លោកមេតបយើងដូចជាបានចិញ្ចឹមកំពូលនារីតែម្ដងហើយនេះអ្នកស្រីរឿងរ៉ាវគឺមិនមែនអញ្ចឹងទេវាមិនអាចទៅរួចទេដែលអ្នកនាងប្រមាថព្រះអង្គច្បាស់ជាមានរឿងច្រឡំអីមួយក្នុងនេះហើយម្ចាស់កំពូលតែពិភាក្សាគ្នាដល់វេនខ្ញុំបំរើឯងលូកមាត់តាំងពីពេលណាយាយឈិនអូតាមយាយឈិននិយាយមានន័យថាមានតែម្ចាស់ទេដែលអាចនិយាយបានចុះឥឡូវនេះយាយឈិនកំពុងស្ដីឲ្យសៀវមីងដោយខ្លួនឯងជាម្ចាស់របស់នាងឯងអ្នកនាងម៉ៃពិតជាបង្រៀនបានល្អមែនសូម្បីតែអ្នកបម្រើក្នុងផ្ទះក៏ធ្វើដល់ជាចៅវាយបានដែរនាងពិតជាបង្រៀនកូនចៅអញ្ចឹងមែនអើយក្នុងផ្ទះយើងមិនដែលហ៊ានប្រាប់អញ្ចឹងផងយាយពិតជាចាត់ទុកខ្លួនឯងជាចៅវាយមែនឬយ៉ាងម៉េចយាយប៉ិនចាស់យាយប៉ិននេះចំជាល្ងីល្ងឹងមែនបើប្រើថ្ងៃក្រោយទៀតច្បាស់ជានាំឲ្យខ្មាស់គេជាមិនខានឥឡូវលោកម្ចាស់ក៏ខឹងហើយសេចង្រៃនោះក៏បានចិត្តទៀតយាយឈិនផ្ទះកំភ្លៀងខ្លួនឯងបើយើងមិនប្រាប់ឲ្យឈប់ទេកុំឈប់ឲ្យរៀងច្រានឹងចាំថាខ្លួនឯងជាអ្នកណាហើយកុំចេះតែស្ដីថាអ្វីដែលមិនគួរនិយាយនៅថ្ងៃក្រោយឯងមានឃើញភ្នែកអ្នកនាងទេគួរឲ្យខ្លាចណាស់មែនហើយនេះនៅតែជាស្រីសំអុយដ៏ល្បីតែគេបបង់ចោលនោះទេឃើញថាពិតជាខុសគ្នាស្រឡះដូចជាមនុស្សថ្មីមុននៅតែដដែលរូបរាងស្រស់ស្អាតដូចដើមតែក្លិនក៏នៅតែមានហើយឈួលខ្លាំងរហូតដល់ទ្រាំមិនរត់ចេញមិនបានទោះមិនដឹងថាខុសត្រង់ណាតែអ្នកណាក៏គិតថាខុសពីមុនប្រហែលជាកូនស្រីម្នាក់នេះមិនអាការៈជាងណាគិត
ជាពិសេសផ្នែកដមុតនិងអរិយាបថអង់អាចនោះមិនបានចង់មកកាត់ចង្វាក់ទេជួយគ្នាមកប៉ុណ្ណឹងសិនបានហើយជម្រាបលាបានហើយឈ្លោះគ្នាទៅចេញឲ្យឆ្ងាយទៅកុំនៅចិត្តនាំតែចង្រៃទៅទីនេះគួរឲ្យធុញមែនណាអរគុណលោកម្ចាស់ហ្នឹងឆ្ងាយប៉ុណ្ណឹងជឿប្រោយអ្នកនាងមើលមកគាត់ហើយដូចនំប៉ាអញ្ចឹងកំប្លែងដល់ហើយយកគ្រឿងដាក់ខ្លួនអញ្ចឹងហីសំមុខត្រាបបាញ់ក្រសែភ្នែកដាក់គ្នាទៀតហើយបោកប្រហែលមិនទាន់ដឹងថ្ងៃនេះបងស្រីធំធ្វើបាបព្រះអង្គនៅចំពោះមុខមនុស្សជាច្រើនថែមទាំងបន្លំជេរទៀតផងបើធ្វើបែបនេះគឺប្រមាថព្រះចេស្តាព្រះអង្គច្បាស់ណាស់ដូចជាស្រីបាត់ផ្សេងអញ្ចឹងធ្វើឲ្យខូចឈ្មោះគ្រួសារលោកមិនទាន់អស់ហើយព្រះអង្គមុំម៉ៅញញឹកមុខមួយថ្ងៃហើយខ្លាចតែប៉ះពាល់ដល់ការរៀបការរបស់ទ្រង់និងបងទី2បៃលៀងសាររៀបរាប់ប្រាប់ពុកថាមានរឿងអីកើតឡើងអ្វីខ្លះពុកកំតាន់ខឹងអីប្រហែលបងស្រីកំពុងច្របូកច្របល់មិនទាន់និយាយប្រាប់ឲ្យពុកបានច្បាស់លេពីងអើយបៃលៀងយើងដូចផ្កាឈូកគួរឲ្យស្រឡាញ់ទុនភ្លុនព្រះអង្គម្ចាស់ច្បាស់ជាចូលចិត្តពុកដឹងថាអ្នកណាខុសតែកូនស្រីគ្រួសារសិនត្រូវតែមានអ្នកក្លាហានជាអ្នកម្នាក់មិនថាមើលទៅជ្រុងណាបៃលៀងស័ក្តិសមបំផុតធ្វើអញ្ចឹងទៅតំណែងយើងនៅគង់វង្សដោយរហូតហាម៉ាក់អីគិតឃើញតែប្រយោជន៍សិនបៃលៀងគ្រាន់តែជាកូនអុករបស់សិនសៀវតែប៉ុណ្ណោះអូនខ្លាចតែជាកញ្ញាឥតព្រួញហើយតែប៉ុណ្ណឹងពុកខ្ញុំធ្វើនេះក៏ដើម្បីបងស្រីដែរទេទេប្រមាថដល់មកព្រះអង្គហើយមកថាធ្វើដើម្បីបងស្រីឯងនិយាយតែផ្ដាស់ហើយព្រោះព្រះអង្គនិងបងស្រីជាគូស្នេហ៍ដ៏ស្មោះស្ម័គ្រភក្តីនោះអីមិននឹងក្រោយគង់តែផ្ដាច់ពាក្យពីខ្ញុំដដែលមីងគិតថាខ្ញុំនិយាយនេះសមហេតុសមផលទេញ៉ាំអញ្ចឹងខ្ញុំពិតជាអរគុណបងស្រីដែលជោគជ័យឌីបងខ្លួនឯងជោគជ័យហ្មងអូនហើយមិនអីទេបងចូលចិត្តជាមនុស្សណាជួយមនុស្សណាចាសិនទៀតម៉ាក់បើស្ដាប់ធម្មតាដូចមានចេតនាជួយប្អូនស្រីតែកាពិតនាងបន្លំជេរថាស្រីហិតហើយដណ្ដើមគូដណ្ដឹងបងស្រីរួចទៅហើយតែហេតុផលនាងក៏សមរម្យមានតែធ្វើឲ្យនាងជាអ្នកស្ដាប់ចាក់បណ្ដោយតាមនោះទៅឆ្លោះគ្នាជាមួយនឹងកញ្ជ្រោងជាមួយចចកមួយថ្ងៃហើយហត់ណាស់ស៊ីម៉េងជួយរៀបចំទឹកឲ្យខ្ញុំញូតផងណាចាស៊ីម៉េងត្រៀមខ្លួនរួចរាល់ជាណែកសម្រាប់អ្នកនាងញូតទឹកឲ្យហើយឆាប់បានចូលដេកខ្ជិលដល់ហើយចំណែកក្លិននេះត្រូវតែរកវិធីព្យាបាលឲ្យបានកាន់តែឆាប់កាន់តែល្អទឹកប៉ុណ្ណឹងល្មមហើយឯងចាក់ចេញទៅសិនណាអ្នកនាងថ្ងៃនេះអ្នកនាងមិនចង់ឲ្យខ្ញុំចាំជិះអ្នកនាងងូទឹកទេមិនអីទេខ្ញុំយកទឹកខ្លួនឯងបានឆាប់ទៅសម្រាប់ចោងាប់ហើយសម័យបុរាណនេះងូទឹកមានតែចាំមើលទៀតអើយឬងើបរំជួលពេកក្រៃ
ចារឿង admin ប៉ុណ្ណឹងនិយាយទៅ admin អធិស្ឋានហងពួក admin និយាយខុសច្រឡំច្រើនហ្នឹងចឹង admin អធិស្ឋានហង admin និយាយខុសច្រឡំច្រើនខ្លាំងមែនតែនពីហៀងបែបចឹង admin ហៀងច្រឡំច្រើននេះអ្នកគ្នាចឹងអ្នកគ្នាចូលកន្លែង setting ហ្នឹងអ្នកគ្នាដាក់គុណនឹង2គុណនឹង1កន្លែងចាស្ដាប់វីដេអូ admin តដាក់គុណនឹង1គុណនឹង2អីមិនស្ដាប់ទៅល្អមើលចឹងណា